តោះសួស្តីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងមកប្រាំពីរបៀបចូលជាមួយនឹង account PayPal តាមជ្រុំហ្នឹងហើយតោះមកខាត់ពេលយើងចាប់ដើមទាំងអស់គ្នាទៅហ្នឹងហើយតោះតើពេលយើងមកចូលមកហើយយើងយក Google ហ្នឹងហើយយើងចុចមកបន្ទាប់ពីអញ្ចឹងហើយគឺយើងចុច search មកហើយយើងវាយពាក្យថា PayPal.com អញ្ចឹងណាហើយរងចាំបន្តិចគឺវានឹង load ទៅ option កន្លែងឲ្យយើង login ចូលហើយតោះឥឡូវនេះគឺវានឹងចេញទៅរងម៉ែតហ្នឹងហើយអ្វីដែលយើងត្រូវធ្វើបន្តនឹងគឺយើងចុចយើងកលេចមើលមកខាងលើគឺវាមាន option login ហើយនឹង sign up អ្វីដែលយើងត្រូវយកគឺយើងយកជាមួយនឹង login អូខេតោះឥឡូវយើងចុច login មកបន្ទាប់ពីមកអញ្ចឹងហើយគឺវានឹងឲ្យយើងដាក់ជាមួយនឹង email ហើយនឹង password អញ្ចឹងយើងដាក់ email របស់យើងហ្នឹងដែលយើងបានត្រៀមទុកហើយអូខេឥឡូវនេះគឺជា email របស់ខ្ញុំហើយចំពោះតំណែងវិញឥឡូវខ្ញុំក្រុមទៅយកកូដតិចសិនចាំ5តាមក្រោយឥឡូវនេះខ្ញុំបានយកកូដមកហើយខ្ញុំផាសចូលអានេះគឺជា email អានេះគឺជា password ហើយវានឹងមាន option ពីរវាសួរយើងអានេះ sign up សម្រាប់បង្កើត account ហើយអានេះ login ហ្នឹងគឺសម្រាប់ចូល account ហ្នឹងហើយឥឡូវអ្វីដែលយើងត្រូវចុចគឺនេះលុបពាក្យថា login ឥឡូវយើងចុចមកអូខេចាំវាបន្តិចទៅវានឹង load មក option មួយទៀតនេះគឺជា option ទាមទារកូដពី app ហ្នឹងដែលយើងបានដាក់នេះវានឹងទាមទារកូដ6ខ្ទង់ពី app នេះអូខេគេក៏បានដាក់ប្រើយើងដែរឥឡូវខ្ញុំសុំទៅយកកូដហ្នឹងតើឥឡូវបន្ទាប់ពីយើងបានកូដមកហើយយើងផាសចូលហើយយើងចុចនេះយើងចុចមួយនេះមកកុំចុចក្រោមចុចមួយនេះ Apple Q ហើយវាកំពុងតែ start ទៅហ្នឹងហើយនេះគឺជា account ដែលអត់បាន link ជាមួយការទេមិនបានធ្វើអីទេហើយខ្ញុំបានដាក់ជួយ KYC ហើយក៏វា approve ហើយដែរហើយ account នេះគឺខ្ញុំលក់ដូចគ្នាហើយបើសិនជាបងប្អូនទាំងអស់គ្នាត្រូវការបង្កើតជាមួយនឹង PayPal full KYC PayPal ធម្មតាTikTok USA UK អីអាចមករកខ្ញុំបានហ្នឹងហើយ link សម្រាប់តាក់ទងក៏ខ្ញុំនឹងដាក់នៅក្រោម comment ហ្នឹងហើយក៏មានជាការទទួលភ្ជាប់វិស័យការចូល PayPal សម្រាប់ដកលុយចេញពី game សម្រាប់ដកលុយចេញពី PayPal ទៅកងធនាគារខ្មែរដូចគ្នាហើយ account នេះគឺខ្ញុំលក់ដែរគឺខ្ញុំលក់តែ18រៀលទេ full KYC ហ្នឹងហើយ account នេះគឺវាឲ្យយើងconfirm លេខទូរស័ព្ទតែខ្ញុំអត់នេះទេហើយក៏មិនបាច់ចាំដាក់ដែរព្រោះវាអត់មានបញ្ហាអីទេកន្លែងនេះគឺគេឲ្យយើងដាក់ជាមួយនឹង Visa card តែយើងមិនបាច់ទៅដាក់ទេដោយសារតែ account ហ្នឹងខ្ញុំចង់ຕົកលក់អញ្ចឹងគឺខ្ញុំរៀបចំឲ្យស្អាតហើយសាច់អស់ហើយវីដេអូរបស់យើងក៏មានតែប៉ុណ្្នឹងដែរជួបគ្នាវីដេអូក្រោយ